គេសួស្តីបងប្អូនតើយើងចូលទៅដល់មេរៀនតទៀតជាមួយនឹងមេរៀនរបស់យើងនិយាយអំពីរបៀបនៃការដំឡើងខ្មែរ Unicode អញ្ចឹងបើសិនជាកាលណាយើងដំឡើងនៅកម្មវិធីខ្មែរ Unicode ហើយអញ្ចឹងហើយបន្តមកទៀតគឺយើងinstall នៅ Windows របស់យើងហើយក៏ប៉ុន្តែយើងអត់ទាន់អាចវាយខ្មែរបានទេអញ្ចឹងដោយសារតែមូលហេតុអីគឺដោយសារតែ computer របស់យើងអត់ទាន់បាននៅដំឡើងនៅកម្មវិធីខ្មែរ Unicode អញ្ចឹងយើងត្រូវការចាំបាច់បំផុតគឺយើងមកដំឡើងខ្មែរ Unicode សិនណាបាទអញ្ចឹងដើម្បីដំឡើងខ្មែរ Unicode បានគឺយើង right click យកពាក្យថា run as administrator ហើយយកពាក្យថា yes ហើយខ្ញុំ click យកពាក្យថា next ទៀតបាទចាំឲ្យវាដើរសិនមកហើយបន្តទៀតខ្ញុំ click យកពាក្យថា finish បាទអញ្ចឹងនៅពេលដែលខ្ញុំ finish គឺខ្ញុំនឹងចូលមកវាជាភាសាខ្មែរវិញម្ដងបាទខ្ញុំ click ត្រង់ចំណុចនេះខ្ញុំបើកវាទៅទៀតខ្ញុំនឹង enter ខ្ញុំចុច Alt Shift ដើម្បីផ្លាស់ប្ដូរនៅ font អញ្ចឹងខ្ញុំសរសេរមកខ្ញុំអូខេអញ្ចឹងបងប្អូនឃើញទេយើងអាចសរសេរជាភាសាខ្មែរបានហើយអូខេអញ្ចឹងសូមអរគុណបាទ